នេះជាជាអងពេលនាងចេញមកដំបូងហើយនេះជាជាអង5អេពីសូតក្រោយមកនេះគឺជារូបជាអងមុនពេលដែលបងស្រីនាងណែនាំនាងទៅកាន់មិត្តភក្តិគេហើយនេះជារូបជាអងក្រោយពេលដែលនាងចាប់បងស្រីនាងដាក់គុកក្រោមដីហើយសម្លាប់ពួកម៉ាក់បងស្រីនាងឡើងជិតអស់ដូចអ្នកទាំងអស់គ្នាឃើញក្នុងចំណងជើងអញ្ចឹងគឺដោយសារប្រុសធ្វើម៉េចស្នេហាយុវវ័យរឿងនឹងចាប់ផ្ដើមពីជាអងដែលរត់ចេញពីសាលារបស់នាងទៅលេងបងស្រីនាងនៅភូមិមួយឈ្មោះថាហាណាមីសាវ៉ាជាអងនោះគឺមានបងស្រីភ្លោះមុខដូចគ្នាបេះបិទបងស្រីនាងឈ្មោះថាមីអងពីរនាក់ហ្នឹងកើតនៅក្នុងគ្រួសារសូណូហ្សាគីដែលជាគ្រួសារមួយមានឥទ្ធិពលនៅក្នុងភូមិហាណាមីសាវ៉ាហ្នឹងទំនៀមទម្លាប់និងអបិយជំនឿរបស់គ្រួសារសូណូហ្សាគីហ្នឹងគឺគេថាកាលណាមានកូនភ្លោះកើតមកក្នុងគ្រួសារហ្នឹងកូនភ្លោះមួយគេត្រូវតែច្បាច់កឲ្យងាប់មិនអញ្ចឹងទេបើទុកឲ្យរស់ដល់ធំគ្រួសារហ្នឹងអាចអាលំលាយអញ្ចឹងនៅពេលដែលជាអងនិងមីអងកើតមកគឺជាអងត្រូវស្លាប់ដោយសារតែនាងកើតមកក្រោយតែយ៉ាងណាមិញគ្រួសារនឹងអត់សម្លាប់ជាអងទេសុខចិត្តបញ្ជូននាងទៅឆ្ងាយជាអងធុញថប់នឹងជីវិតនៅសាលា boarding school នឹងពេកក៏លួចរត់ចេញពីសាលាត្រឡប់មកហាណាមីសាវ៉ាវិញអត់ឲ្យយាយនាងដឹងទេអ្នកដែលជួយមើលថែជាអងឈ្មោះថាខាសៃនឹងបានរកកន្លែងឲ្យជាអងនៅសិនហើយជាអងថានាងចង់រកការងារក្រៅម៉ោងធ្វើដើម្បីបានលុយចាយខ្លះខាសៃអត់ចង់ឲ្យនាងចេញទៅក្រៅញ៉ៃញ៉ៃច្រើនទេខ្លាចមានណាគេពីគ្រួសារសូណូហ្សាគីឃើញព្រោះថាជាអងគឺអត់ត្រូវនៅនឹងទេនាងត្រូវនៅ boarding school ទេហើយពេលចេញមកហ្នឹងគឺខាសៃជួយនាំនាងរត់ទៀតអញ្ចឹងបើជាអងត្រូវគេចាប់បានខាសៃក៏មានបញ្ហាដែរដំណោះស្រាយរបស់ជាអងគឺទេទៅប្រាប់បងស្រីនាងហើយបងស្រីនាងក៏ថាចង់រកការងារធ្វើក្រៅម៉ោងក៏បានដែរប៉ុន្តែពេលចេញទៅឲ្យបន្លំខ្លួនធ្វើជាបងស្រីនាងទៅព្រោះតែពីរនាក់ហ្នឹងមកដូចគ្នាបេះបិទអត់មានណាគេមើលមកផ្លែតដឹងទេធំហ្នឹងយើងដឹងពីតំណែងបងប្អូនពីរនាក់ហ្នឹងត្បិតតែរស់នៅផ្សេងគ្នាទីក្រុងផ្សេងគ្នារៀនសាលាខុសគ្នាហើយធំឡើងគឺនៅកន្លែងផ្សេងគ្នាក៏ពីរនាក់ហ្នឹងនៅតែមើលទៅគឺចិត្តស្និទ្ធមួយគ្នាហើយចេះជួយគ្នាជាអងបន្លំខ្លួនធ្វើបងស្រីនាងចេញទៅរកការងារធ្វើនៅកន្លែងមួយគេហៅថា Angel Mode Owner នៅហ្នឹងគឺគេស្គាល់គ្រួសារសូណូសាគីហើយក៏គេស្គាល់ជាអនដែរអញ្ចឹងគេថាចាំពេលធ្វើការចាំពេលនៅក្រៅគឺគេហៅជាអងថាមីអងកុំឲ្យបែកការថាជាអងរត់មកក្រៅនៅពេលបងប្អូនភ្លោះទាំងពីរជួបគ្នានៅក្រៅនិយាយគ្នាហ្នឹងគឺយើងដឹងថានៅភូមិហ្នឹងគឺមានអបិយជំនឿមួយទៀតដែលនិយាយពីផ្ដាសា3ឆ្នាំមុនមានក្រុមហ៊ុនទំនប់ទឹកមួយគេចង់មកធ្វើទំនប់ទឹកនៅភូមិហ្នឹងប៉ុន្តែអ្នកភូមិមកភូមិគឺគេបដិសេធទាំងអស់អត់ចង់ធ្វើទេរួមទាំងគ្រួសារធំៗ3ក្នុងហ្នឹងមានគ្រួសារសូណូហ្សាគីហ្នឹងដែរប៉ុន្តែមានគ្រួសារមួយឈ្មោះថាគ្រួសារហូជូពួកគាត់បានយល់ស្របជាមួយនឹងគម្រោងគេធ្វើទំនប់ទឹកហ្នឹងមូលហេតុហ្នឹងហើយធ្វើឲ្យគ្រួសារហូជូខ្លាយទៅជាគ្រួសារដែលអ្នកភូមិគេស្អប់គ្រប់គ្នាយកដុំថ្មគប់ហើយជេរបតិចបដាសាយចឹងទៅមិនយូរប៉ុន្មានប្តីប្រពន្ធហូជូពីរនាក់ហ្នឹងក៏បាត់ខ្លួនហើយគេសន្មតថាស្លាប់ព្រោះថាប្តីប្រពន្ធហូជូហ្នឹងមានកូន2នាក់អញ្ចឹងបើប្តីប្រពន្ធ2នាក់ហ្នឹងរត់ចោលភូមិគឺគេយកកូនគេទៅតាមហើយប៉ុន្តែកូនគេគឺនៅសល់ក្នុងភូមិនេះទេលោកសង្ឃនៅក្នុងភូមិហ្នឹងដែលធ្លាប់ជួយទំនប់បំរុងនិងឈរនៅខាងគ្រួសារហូជូក៏ត្រូវបានស្លាប់ដែរមីអងនិយាយថាអ្នកភូមិគេជឿជាក់រឿងផ្ដាសាហ្នឹងថាដោយសារតែពួកហ្នឹងព្យាយាមចង់លក់ភូមិខ្លួនឯងហ្នឹងហើយបានជាព្រះថែរក្សាភូមិហ្នឹងដាក់ផ្ដាសាពួកហ្នឹងហើយរយៈពេល3ឆ្នាំតគ្នាមកហ្នឹងគឺមានមនុស្សស្លាប់និងបាត់ខ្លួនរហូតនៅពេលដែលដល់ពិធីបុណ្យភូមិយប់ឡើងមីអងទេប្រាប់ប្អូនស្រីគេថាយាយគេដែលជាមេគ្រួសារសូណូហ្សាគីនឹងដឹងហើយថាជាអងលួចចេញមកលួចរត់ពីសាលាមកជាអងក៏ប្រាប់ទៅបងនាងវិញថាមិនទៅបារម្ភអីទេព្រោះថានាងក៏អត់បានធ្វើអីលឹះលុបធ្វើខុសអីដែរគ្រាន់តែលួចចេញមកទេបើនាងនៅស្ងៀមក៏យាយនាងមិនចាប់ទោសពេកអីដែរឯឡើងជាអងតុបតែងខ្លួនជាបងស្រីនាងហើយចេញទៅក្រៅទិញអីវ៉ាន់ពេលដើរមកវិញហ្នឹងម៉ូតូដែលគេចតខុសច្បាប់ហ្នឹងគឺធ្វើឲ្យហងអីវ៉ាន់របស់នាងធ្លាយអញ្ចឹងនាងខឹងក៏ធាក់ម៉ូតូហ្នឹងទៅដល់ពេលម៉ូតូហ្នឹងដួលម្ចាស់ម៉ូតូពួកស្ទៀវហ្នឹងចេញមកក៏ថាឲ្យនាងពេលហ្នឹងមានសិស្សវិទ្យាល័យម្នាក់ចេញមកជួយការពារជាអងពេលហ្នឹងហើយគឺជាពេលដែលជាអងបានជួប
ក្រាស់របស់គេសិស្សជាឡើយណាគឺជាមិត្តរួមថ្នាក់របស់មីអងស៊ីអងក៏បានចាប់ចិត្តស្រឡាញ់ម្នាក់ហ្នឹងទៅយប់ឡើងពេលទេទូរស័ព្ទទៅបងស្រីស៊ីអងបាននិយាយពីរឿងហ្នឹងប្រាប់ទៅមីអងដែរហើយមីអងក៏ប្រាប់ថាម្នាក់ហ្នឹងឈ្មោះថាសាតូស៊ីមានប្អូនស្រីម្នាក់ឈ្មោះសាតូកូពីរនាក់ហ្នឹងហើយដែលជាកូនរបស់ប្តីប្រពន្ធហូជូដែលជាស្អប់មកភូមិហ្នឹងមីអងក៏ប្រាប់តទៀតថាតាំងពីប៉ាម៉ាក់គេស្លាប់មកសាតូស៊ីហើយនិងសាតូកូហ្នឹងនៅជាមួយនឹងពូហើយមីងគេតែពូហើយមីងគេហ្នឹងគឺ obviously ស្អប់ពីរនាក់ហ្នឹងដោយសារម៉ែឪគេអញ្ចឹងសាតូកូប្រហែលជាត្រូវពូមីងវាយធ្វើបាបដែរស៊ីអងក៏ឲ្យបងស្រីគេប្រាប់មកថាដឹងអីខ្លះទៀតពីសាតូស៊ីហ្នឹងព្រោះគេចង់ដឹងដែរឯកឡើងស៊ីអងតែងខ្លួនធ្វើបងស្រីគេទៅមើលសាតូស៊ីលេង baseball ពេលហ្នឹងគ្រូប្រវត្តិគេបានប្រហែលប្រាប់ថាសាតូស៊ីមែនតើទៅគឺមាន potential អាចលេងបានប៉ាកែប៉ុន្តែមិនសូវមានពេលហាត់ដូចគេដូចឯងទេដោយសារតែគ្នានៅមើលថែប្អូនស្រីតាំងពីប៉ាម៉ាក់គេស្លាប់មកអ្នកភូមិហ្នឹងគេនាំគ្នាស្អប់បងប្អូនពីរនាក់ហ្នឹងវិញដូចគេស្អប់ម៉ែឪចឹងហើយពូមីងដែលចិញ្ចឹមពីរនាក់ហ្នឹងស្អប់ថ្ងៃហ្នឹងក៏ស្អប់ពីរនាក់ហ្នឹងទៀតអញ្ចឹងសម្រាប់សាតូកូវិញគឺមានតែបងប្រុសគេទេគ្មានណាគេផ្សេងមើលថែគេកើតទេថ្ងៃបន្ទាប់តទៀតមកសាតូស៊ីក៏លេងមកហាត់កន្លែងហ្នឹងស៊ីអងបានជួបមិត្តភ័ក្តិរបស់បងស្រីគេម្នាក់ឈ្មោះរេណាក៏បាននិយាយថាសាតូស៊ីប្រហែលជាលេងបានមកហាត់តែដោយសារគេត្រូវការងារក្រៅម៉ោងយកលុយទិញកាដូឲ្យសាតូកូតែណាតំណងជាស្គាល់សាតូស៊ីរៀងជិតស្និទ្ធដែរដោយសារគេដឹងថាសាតូស៊ីមែនតើគឺមានបំណងចង់ចេញពីភូមិហ្នឹងតែដោយសារប្អូនគេនៅតូចពេកអាចទៅណាបានទេហើយសាតូស៊ីក៏ធ្លាប់មានអារម្មណ៍ថាធ្វើជាបងប្រុសគេធ្វើជាទីពឹងពំនាក់តែមួយគត់របស់ប្អូនស្រីហ្នឹងគឺវាមានសម្ពាធខ្លាំងមែនតើលឺអញ្ចឹងស៊ីអនណាក៏គិតថាតាមពិតសាតូកូហ្នឹងហើយគឺជាមូលហេតុដែលសាតូស៊ីអត់មានសេរីភាពស៊ីអងក៏ប្រាប់ទៅបងស្រីគេថាស្អែកចាំគេទៅហ៊ានជំនួសគេតបតែងខ្លួនធ្វើមីអងឲ្យទៅហ៊ានជំនួសមិនដោយសារគាត់ចង់ចេះចង់ដឹងអីទេគឺដោយសារស៊ីអងនឹងចង់ជួបសាតូកូឯកឡើងនឹងស៊ីអងទៅសាលាជួបបងប្អូនពីរនាក់ហ្នឹងក៏រស់រាយដាក់គេធម្មតាប៉ុន្តែពីរនាក់ហ្នឹងគឺមើលទៅដូចអត់សូវចង់និយាយរវិញទេម៉ោងបាយថ្ងៃសាតូស៊ីដើរចេញទៅក្រៅបាត់សាតូកូនឹងអង្គុយម្នាក់ឯងនៅក្នុងថ្នាក់ធ្វើឲ្យប្រអប់បាយខ្លួនឯងកពុបហើយយំហ៊ូតែឯងទៅឮសាតូកូយំរតែបងប្រុសអញ្ចឹងស៊ីអងក៏ខឹងនាងកើបអាបាយដែលកពុបនឹងដាក់ចូលក្នុងប្រអប់វិញហើយវាយសាតូកូវាយយោចាប់បោចហើយរុញហើយច្រានឬសាតូកូយំរបងប្រុសគេកាន់តែខ្លាំងស៊ីអងកាន់តែខឹងទៀតយកសភៅយកអីគប់ដាក់នាងហើយស្រែកស្ដីឲ្យសាតូកូថាអត់ចេះធ្វើអីខ្លួនឯងខ្លះអីមិនតិចសោះក៏រតែបងប្រុសអត់មានដឹងថាបងប្រុសខ្លួនឯងសម្ពាធប៉ុណ្ណាអីទាញសភៅពុំមកវាយសាតូកូវាយយោហើយគ្រាន់តែយើងមើលក៏ដឹងដែរថាស៊ីអងនឹងគឺអាយុច្រើនជាងសាតូកូប្រហែលជាប្រមាណ4-5 ឆ្នាំអីដែរអញ្ចឹងវាយកូនក្មេងរហូតដល់ដេណាហើយពួកម៉ាក់គេនឹងរត់មកខាត់ទេហើយខាត់ប៉ុណ្ណឹងហើយស៊ីអននៅតែចង់វាយតទៀតរហូតតតែសាតូស៊ីរត់មកហើយរុញស៊ីអនចេញយប់ឡើងសាតូស៊ីទេទូរស័ព្ទមកសុំទោសមីអនកន្លែងហ្នឹងគឺគេអត់តន់ស្គាល់ថាម្នាក់ហ្នឹងជាស៊ីអនទេគេគិតថាជាមីអនជាពួកម៉ាក់គេទេអត់ដឹងថាជាប្អូនភ្លោះអីទេគេមកសុំទោសហើយគេថាថ្ងៃបុណ្យភូមិហ្នឹងជួយនាំប្អូនស្រីគេដើរលេងផងគេអត់មានពេលនាំដើរទេដល់ថ្ងៃបុណ្យភូមិស៊ីអនក៏តុបតែងខ្លួនជាបងស្រីគេមីអនហើយទៅដើរលេងភូមិជាមួយនឹងពួកម៉ាក់របស់មីអនចំពេលហ្នឹងសាតូស៊ីបានប្រាប់មីងគេថានៅក្នុងព្រៃមានណាគេបោះចោលទូមួយនៅល្អពេលមីងគេទៅដល់កន្លែងទូហ្នឹងសាតូស៊ីក៏យកដបង baseball ហ្នឹងវាយសម្លាប់មីងខ្លួនឯងតែម្ដងទៅដំណឹងថាមានមនុស្សស្លាប់នៅថ្ងៃបុណ្យភូមិហ្នឹងក៏លើទៅដល់យាយរបស់ស៊ីអនទៀតដោយសារតែរឿងហ្នឹងវាកើតឡើង3ឆ្នាំជាប់គ្នាហើយពេលប៉ូលីសកំពុងទៅស៊ើបអង្កេតហ្នឹងស៊ីអងបានជួបសាតូស៊ីនៅក្រៅតែកាលហ្នឹងគេនៅតុបតែងខ្លួនជាបងស្រីគេនៅឡើយទេពងតែនិយាយគ្នាសុកស្រាប់តែប៉ូលីសគេមកចង់សាកសួរសាតូស៊ីពីរឿងដែលកើតឡើងយប់មិញដោយសារអ្នកដែលស្លាប់ហ្នឹងគឺមីងរបស់សាតូស៊ីហើយមកចង់សួរសាតូស៊ីថាយប់មិញគេបាត់ទៅណាស៊ីអងដែលនៅតែបន្លំខ្លួនជាបងស្រីគេហ្នឹងក៏ប្រាប់ថាយប់មិញហ្នឹងគឺគេនៅជាមួយនឹងសាតូស៊ីទេគេមានសាកសីគេមានអីធំធៅគេថាយប់មិញគេដើរមួយគ្នានៅហាងកាហ្វេណោប៉ូលីសក៏គេថាអត់ជឿទេដោយសារយប់មិញហ្នឹងគឺមីអនឃើញច្បាស់ណាស់នៅកន្លែងពិធីបុណ្យអស់ជំរឿស៊ីអនក៏បញ្ចេញអត្តសញ្ញាណពិតមកថាមែនតើទៅគេគឺជាប្អូនស្រីភ្លោះរបស់មីអនឈ្មោះថាស៊ីអនអញ្ចឹងមានន័យថាយប់មិញហ្នឹងគឺគេនៅជាមួយនឹងសាតូស៊ីពេលប៉ូលីសគេកំពុងនិយាយគ្នាស៊ីអនក៏ងាកទៅសាតូស៊ីហើយប្រាប់សាតូស៊ីថាឲ្យកុហកគេផងថាយប់មិញយើងនៅមួយគ្នាមិនអញ្ចឹងទេប៉ូលីសនៅតែសង្ស័យសាតូស៊ីហើយស៊ីអនក៏សុំទោសទៅកាន់
កាន់សាតូស៊ីដែរតែមួយថ្ងៃហ្នឹងគឺគេបន្លំខ្លួនធ្វើបងស្រីគេសាតូស៊ីក៏អត់ប្រកាន់ខឹងអីដែរពីអ្នកហ្នឹងក៏ត្រូវគ្នាវិញទៅប៉ុន្តែប៉ូលីសក៏ឲ្យទៅបំភ្លឺនៅប៉ុស្តិ៍គេសិនពេលចេញពីប៉ុស្តិ៍ប៉ូលីសទៅដល់ផ្ទះវិញស៊ីអុនត្រូវបងស្រីគេមីអុនហ្នឹងនាំទៅកាន់បន្ទប់ក្រោមដីមួយស៊ីអុនដោយសារតែនៅឆ្ងាយពីផ្ទះដែរអត់ដែលដឹងថាគ្រួសារខ្លួនឯងមានបន្ទប់ក្រោមដីអីអញ្ចឹងទេហើយពេលចូលទៅដល់ហ្នឹងគឺនាងសប្រៃមែនតែនឃើញចាស់នៅក្នុងភូមិផងឃើញមេភូមិនៅក្នុងហ្នឹងផងហើយបន្ទប់ហ្នឹងគឺសុទ្ធតែសម្ភារៈគេធ្វើទារុណកម្មចូលដល់ភ្លាមយាយរបស់ស៊ីអុងហ្នឹងស្ដីឲ្យនាងភ្លាមថាហេតុអីបានជាទៅដើរជាមួយនឹងកូននៅគ្រួសារហូជូហ្នឹងចឹងហើយដឹងដែរថាគ្រួសារហូជូហ្នឹងក្បត់ភូមិហេតុអីក៏នៅតែទៅដើរលេងជាមួយវាទៀតស៊ីអុងក៏ខំប្រកែកថាមិនសាតូស៊ីទេអ្នកក្បត់ភូមិមកម៉ែឪគេតើហើយមិនក៏មកបន្ទោសកូនគេធ្វើអីយាយគេក៏នៅតែថាមកគ្រួសារហូជូហ្នឹងគឺអញ្ចឹងទាំងអស់សុទ្ធតែមនុស្សខូខើសុទ្ធតែមនុស្សចេះតែក្បត់គ្នាហើយសាតូស៊ីហ្នឹងឯងសង្ស័យថាសម្រាប់មីងខ្លួនឯងហងហើយមនុស្សអញ្ចឹងទៅដើរជាមួយធ្វើអីស៊ីអុងក៏នៅតែប្រកែកទៀតថាសាតូស៊ីឪម៉ែគេធ្វើអីធ្វើទៅគេអត់ដឹងទេប៉ុន្តែសំខាន់គេស្រឡាញ់សាតូស៊ីហ្នឹងបានគេទៅដើរជាមួយហើយគេក៏សែកថាគ្រាន់តែមនុស្សស្រឡាញ់គ្នាហ្នឹងខុសមែនគ្រាន់តែវណ្ណៈគ្រួសារហ្នឹងខុសមែនបងស្រីគេថាបើអត់ខុសក៏អត់ទៅរឿងស្រឡាញ់គ្នាហ្នឹងប៉ុន្តែឥឡូវគឺស៊ីអុងរត់ចេញពីសាលាអាហ្នឹងខុសហើយអញ្ចឹងណាគេដែលជួយស៊ីអុងខ្លះគឺត្រូវទទួលទណ្ឌកម្មទាំងអស់ក្នុងហ្នឹងមានខាសៃអ្នកដែលជួយស៊ីអុងរត់ចេញពីសាលាហ្នឹងនិងម្ចាស់ហាងកាហ្វេដែលជួយរកការងារឲ្យស៊ីអុងធ្វើមីអុងថាពីអ្នកហ្នឹងឥឡូវគេចាប់មកនៅបន្ទប់ក្រោមដីហ្នឹងដែរហើយលុះណាតែស៊ីអុងព្រមទទួលកំហុសខ្លួនឯងហើយទទួលយកទណ្ឌកម្មជំនួសពីអ្នកហ្នឹងផងបានរួចខ្លួនទាំងអស់គ្នាពេលហ្នឹងគឺស៊ីអុងក៏យំហើយវល់បងស្រីខ្លួនឯងថាឥឡូវនាងទទួលទណ្ឌកម្មហ្នឹងជំនួសអ្នកដែលធ្វើខុសដោយសារនាងក៏បានដែរទណ្ឌកម្មហ្នឹងគឺដកកញ្ចក់ដោយសារមានអ្នកខុស3នាក់អញ្ចឹងត្រូវដកកញ្ចក់ឲ្យអស់3ស៊ីអុងក៏រាប់ខ្លួនឯងកញ្ចក់មួយសម្រាប់ខាសៃមួយទៀតសម្រាប់ម្ចាស់ហាងកាហ្វេនិងមួយទៀតសម្រាប់សាតូស៊ីបងនាងសន្យាថាតាដកកញ្ចក់ហ្នឹងហើយគឺទោះអីគឺគេលើកលែងឲ្យទាំងអស់ដំបូងស៊ីអុងយល់ព្រមនឹងដោយសារមែនតើទៅគឺនាងអត់ដឹងទេថាដកកញ្ចក់នឹងវាឈឺប៉ុណ្ណាដល់ពេលដកបានមួយទៅគឺនាងស្រែកយំលែងចង់ដកទៀតហើយប៉ុន្តែដោយសារជាប់ដៃហើយអញ្ចឹងបងស្រីនាងក៏បង្ខំឲ្យនាងដកឲ្យគ្រប់3កញ្ចក់តែម្ដងទៅទាំងនាងខំយំស្រែកឲ្យបងស្រីនាងឈប់ផងដោយសារឈឺខ្លាំងពេកហ្នឹងពេលដកបានគ្រប់3កញ្ចក់ហើយស៊ីអុងគឺយាយគេឲ្យទៅនៅផ្ទះធម្មតាហើយតាំងពីពេលហ្នឹងមកខាសៃនឹងម្ចាស់ហាងកាហ្វេហ្នឹងគឺអត់មានរឿងអីកើតឡើងចំពោះពួកគាត់ទេដោយសារស៊ីអុងបានទទួលទណ្ឌកម្មជំនួសពួកគាត់ឲ្យអស់ហើយប៉ុន្តែយ៉ាងណាមិញសាតូស៊ីបែរជាបាត់ខ្លួនទៅវិញស៊ីអុងលឺអញ្ចឹងក៏ខឹងយ៉ាងខ្លាំងដោយសារតែនាងខំដកកញ្ចក់ទទួលទណ្ឌកម្មជំនួសសាតូស៊ីហើយមិនក៏គេនៅតែបាត់ខ្លួនទៀតឯឡើងមីអុងមកលេងប្អូនស្រីគេសួរថាកញ្ចក់មួយយ៉ៃនៅឈឺទៀតអត់ស៊ីអុងខំធ្វើជាសប្បាយចិត្តនឹងមុខបងស្រីគេដែរតែនៅពេលដែរមីអុងនិយាយថាគេនឹងយាយគឺអត់ដឹងហេតុអីបានជាសាតូស៊ីបាត់ខ្លួនមែនធំហ្នឹងគឺស៊ីអុងចាប់ផ្ដើមខឹងភ្លាមហើយស្រែកដាក់បងស្រីគេថាបងស្រីគេក៏ហក់ដោយសារតែប្រហែលឆ្នាំជាប់គ្នាអ្នកដែលត្រូវបដាសាហើយបាត់ខ្លួនហ្នឹងគឺស្ទើរតែជាមនុស្សដែលអត់ត្រូវគ្នាជាមួយនឹងគ្រួសារសូណូសាគីទាំងអស់ហើយស៊ីអុងក៏ជឿជាក់ថាដោយសារតែបងស្រីគេនិងយាយគេហ្នឹងឯងធ្វើឲ្យសាតូស៊ីបាត់ខ្លួនពេលស៊ីអុងច្បាច់កបងស្រីខ្លួនឯងគេក៏ចាប់អារម្មណ៍ឃើញកញ្ចក់របស់មីអុងហ្នឹងក៏ត្រូវបានគេដកដែរមីអុងក៏យំប្រាប់ថាដោយសារតែឃើញប្អូនស្រីគេហ្នឹងត្រូវគេដកកញ្ចក់ឈឺខ្លាំងពេកហើយនាងអាណិតខ្លាំងក៏នាងដកកញ្ចក់ខ្លួនឯងដែរដើម្បីឲ្យស្គាល់ពីការឈឺចាប់ដែលប្អូនស្រីត្រូវឆ្លងកាត់មីអុងក៏នៅតែទទូចថាគេពិតជាអត់ដឹងថាសាតូស៊ីបាត់ទៅណាមែនហើយហេតុអីបានជាសាតូស៊ីបាត់ខ្លួនមែនហើយក៏គេសុំទោសស៊ីអុនទៅឃើញអញ្ចឹងស៊ីអុនក៏ទន់ចិត្តហើយក៏សុំត្រូវគ្នាមួយបងស្រីគេវិញទៅមួយឆ្នាំក្រោយមកស៊ីអុងចេញទៅទិញអីវ៉ាន់តែឯងពេលដើរមកវិញនឹងម៉ូតូដែលគេចតខុសច្បាប់នៅតាមផ្លូវនឹងធ្វើឲ្យថង់អីវ៉ាន់របស់នាងធ្លាយហើយនាងខឹងនាងក៏ធាក់ម៉ូតូគេដួលទៅពួកស្ទាវម្ចាស់ម៉ូតូហ្នឹងក៏មកឈរឆ្លោះគ្នាជាមួយនាងប៉ុន្តែពេលហ្នឹងមានកូនសិស្សសាលាម្នាក់ចេញមកការពារនាងហើយភ្លាមហ្នឹងស៊ីអុងគិតថានឹងជាសាតូស៊ីតែមែនតែនទៅម្នាក់ហ្នឹងគឺសិស្សដែលគេទៅតែដូរសាលាមកថ្មីឈ្មោះថាម៉ែបារ៉ាខេជីភាសាតែខេជីអត់ដែរជួបស៊ីអុងទេប៉ុន្តែគេជាមិត្តរួមថ្នាក់របស់មីអុងអញ្ចឹងពេលដែលជួយនោះគឺគេគិតថាគេជួយមីអុងពេលដែលនិយាយគ្នាជាមួយបងស្រីគេរឿងហ្នឹងស៊ីអុងក៏ដឹងថាបងស្រីគេហ្នឹងក្រាស់លើខេជីពេលដែលស៊ីអុងបានក្លាយទៅជាមិត្តភក្តិរបស់ខេជីដែរហ្នឹងចរិតរបស់ខេជីហ្នឹងបានធ្វើឲ្យស៊ីអុងចេះតែនឹកទៅដល់សាតូស៊ីទោះបីជាសាតូស៊ីបាត់ខ្លួនមួយឆ្នាំ
ហើយក៏ដោយជាអង្គនៅតែយំនឹកគេរាល់ថ្ងៃហើយនៅពេលខ្លះហ្នឹងគឺពេលនាងយំហ្នឹងមានអារម្មណ៍ថាមានសម្លេងមនុស្សរត់កាត់ពីក្រោយខ្នងនាងឱកាសបុណ្យភូមិហ្នឹងក៏មកដល់ទៀតហើយពេលហ្នឹងជាអង្គបានជួបជាមួយនឹងមនុស្ស2នាក់ដែលជាអ្នកកសែតពួកគាត់ហ្នឹងគឺចង់ចូលទៅក្នុងវិហារព្រះដែលមើលថែភូមិហ្នឹងដើម្បីដឹងថាតើវិហារក្នុងវិហារហ្នឹងមានអីគេខ្លះហើយហេតុអីបានជាប្រជាជននៅហ្នឹងជឿរឿងបដាសាថាដល់បុណ្យហ្នឹងពេលណាគឺត្រូវតែមានមនុស្សស្លាប់និងមនុស្សបាត់ខ្លួនជាអង្គគ្រាន់តែលឺអញ្ចឹងនាងចង់ទៅមើលដែរព្រោះថាឆ្នាំមុនជនរងគ្រោះនៃបដាសាហ្នឹងគឺសាតូស៊ីអ្នកបាត់ខ្លួនហើយមីងរបស់សាតូស៊ីអ្នកបាត់បង់ជីវិតបើចូលទៅក្នុងអាស្រមវិហាររបស់ព្រះភូមិនឹងបានប្រហែលជានាងអាចរកឃើញតម្រុយខ្លះតាក់ទងជាមួយនឹងការបាត់ខ្លួនរបស់សាតូស៊ីប៉ុន្តែនាងអត់ហ៊ានទៅតែឯងទេក៏អូខេជីទៅជាមួយវិហាររបស់ព្រះភូមិហ្នឹងគឺមែនតើទៅជាកន្លែងហាមឃាត់គេអត់ឲ្យចូលមើលទេប៉ុន្តែដោយសារតែអ្នកដែលគាត់មកយកព័ត៌មានពីអ្នកហ្នឹងគាត់ចង់ចេះចង់ដឹងខ្លាំងពេកគាត់ក៏លួចបំបាក់សោគេចូលពេលចូលទៅដល់ក្នុងវិហារហ្នឹងជាអង្គចេះតែឮសំឡេងណាគេរត់កាត់ពីក្រោយនាងរហូតនាងអត់ដឹងថាសំឡេងហ្នឹងជាខ្មោចសាតូស៊ីឬក៏ជាព្រះភូមិនៅហ្នឹងទេពេលមកផ្ទះវិញកម្មវិធីជប់លៀងនៅផ្ទះនាងចប់ហ្មងហើយពេលហ្នឹងគឺជាអង្គបានលួចស្ដាប់យាយនិងបងស្រីរបស់នាងនិយាយពីរឿងអ្នកកសែតដែលធ្វើឲ្យព្រះភូមិខឹងគ្រាន់តែឮភ្លាមនាងដឹងភ្លាមថាយាយនាងហើយបងស្រីនាងដឹងហើយថានាងជាមួយនឹងអ្នកកសែតនឹងលួចចូលទៅក្នុងវិហារដែលគេហាមឃាត់ហើយអ្នកកសែតទាំងពីរនាក់ហ្នឹងឥឡូវហ្នឹងគឺបានត្រូវបដាសាហើយបាត់បង់ជីវិតអស់ហើយចំពេលហ្នឹងបងស្រីគេចេញមកតន់ឃើញស៊ីអ៊ុនលួចស្ដាប់គេនិយាយគ្នាមួយយាយគេមីអូនក៏ប្រាប់ទៅប្អូនស្រីគេថាអ្នកកសែតពីរនាក់ហ្នឹងត្រូវបដាសាស្លាប់បាត់ហើយអ្នកកសែតប្រុសហ្នឹងគឺគាត់យកកញ្ចក់ដៃខ្លួនឯងហ្នឹងមកខ្វាចកខ្លួនឯងរហូតដល់ដាច់កស្លាប់ហើយអ្នកកសែតស្រីវិញគឺគាត់យកសាំងមកចាក់លើខ្លួនឯងហើយដុតខ្លួនឯងស្លាប់តែម្ដងឮអញ្ចឹងជាអង្គថាមិនក៏ពីរនាក់ហ្នឹងទៅសម្លាប់ខ្លួនអីអញ្ចឹងការស្លាប់បែបហ្នឹងការសម្លាប់ខ្លួនបែបហ្នឹងមានតាមមនុស្សវិកលចរិតទេបានធ្វើអញ្ចឹងដាក់ខ្លួនឯងកើតហើយជាអង្គខ្លួនឯងទៅតែជួបពីរនាក់ហ្នឹងដែរពីរនាក់ហ្នឹងមើលទៅជាមនុស្សចេះដឹងធម្មតាសោះមីអង្គក៏ថានឹងហើយជាបដាសារបស់ព្រះភូមិនឹងជាអង្គគ្រាន់តែលឺចឹងភ្លាមយកកំភ្លើងឆក់របស់នាងចេញមកហើយឆក់បងស្រីនាងឲ្យស្លាប់បាត់កន្លែងហ្នឹងជាអង្គគឺចាប់ផ្ដើមយល់ពីអ្វីគ្រប់យ៉ាងតាមពិតបដាសាស្អីហ្នឹងគឺវាគ្មានទេអ្នកដែលធ្វើឲ្យគ្រួសារសូណូសាគីអត់ពេញចិត្តនឹងអីមួយគឺបាត់ខ្លួនហើយស្លាប់ទាំងអស់ក្នុងហ្នឹងក៏រួមមានសាតូស៊ីដែរហើយសាំហៅរឿងអីដែលកើតឡើងគឺគ្រួសារនឹងដឹងមុនគេទៀតអញ្ចឹងមានន័យថាគ្រួសារនឹងដើរសម្រាប់គេហើយចោទថាមានបដាសាស៊ីអ៊ុនក៏ចាប់ផ្ដើមមានគំនិតចង់សងសឹកឲ្យសាតូស៊ីបន្ទាប់មកនាងយកអាកំភ្លើងឆក់ហ្នឹងទៅឆក់យាយនាងឲ្យស្លាប់ដែរហើយអូសទាំងយាយនាងនិងបងស្រីនាងចូលទៅអាកន្លែងបន្ទប់ក្រោមដីរបស់គ្រួសារហ្នឹងចូលទៅដល់ស៊ីអ៊ុនចាប់បងស្រីនាងបោះចូលទៅក្នុងគុកហើយសួរចម្លើយថាតាមពិតភូមិហ្នឹងគឺអត់មានបដាសាអីទេត្រូវឯគឺដោយសារគ្រួសារសូណូសាគីហ្នឹងគឺអ្នកធ្វើទាំងអស់អ្នកដើរសម្រាប់គេទាំងអស់ត្រូវអត់មីអូនថាគ្នាអត់ដឹងអីទេដោយសារមែនតើទៅមីអងគ្រាន់តែជាតំណាងគ្រួសារចេញទៅជួបមុខគេឯងទេអ្នកដែលសម្រាប់ចិត្តធ្វើអីទាំងអស់គឺសុទ្ធតែយាយទាំងអស់អញ្ចឹងជាអងក៏ទៅសួរចម្លើយយាយម្ដងសួរអីទៅយាយអត់ឆ្លើយជាអងក៏យកតែកេះមួយកេះហើយយកមកដាក់នៅរោលនៅមុខយាយប៉ុន្តែយាយនៅតែអត់តបតទៀតជាអងក៏ដឹងថាយាយដាច់ខ្យល់បាត់ហើយខឹងកាន់តែខ្លាំងជាអងក៏ទាញយកខ្សែតីមួយមកវាយសាកសពយាយឡើងឲ្យលាត់ស្បែកអស់ពេលហ្នឹងគឺជាអងចាប់ផ្ដើមឮសំឡេងមនុស្សរត់ពីក្រោយខ្នងនាងទៀតហើយប៉ុន្តែដោយសារពេលហ្នឹងគឺនាងចាប់ផ្ដើមវិកលចរិតហើយនាងលែងខ្លាចបុណ្យខ្លាចបាបខ្លាចបដាសាអីអស់ហើយជាអងទាញយកសាកសពយាយនៅលើអគាររួយហ្នឹងយកមកនិយាយគ្នាជាមួយនឹងបងគេម្ដងទៀតគាត់តែឃើញសាកសពយាយភ្លាមមីអងក៏សង្ហាចិត្តភ្លាមហើយសួរប្អូនខ្លួនឯងថាហេតុអីបានជាប្អូនខ្លួនឯងហ៊ានធ្វើអំពើខុសខើដល់ថ្នាក់ហ្នឹងពេលនាងរៀបយកសាកសពយាយទៅបោះចោលហ្នឹងជាអង្គក៏ងាកមកក្រោយហើយប្រាប់បងខ្លួនឯងវិញថាមូលហេតុដែលនាងសម្លាប់យាយគឺយាយទី1គឺយាយហ្នឹងឯងអ្នកសម្លាប់សាតូស៊ីអញ្ចឹងនាងចង់សងសឹកឲ្យសាតូស៊ីប៉ុន្តែមូលហេតុចម្បងមួយទៀតហ្នឹងគឺយាយនាងហ្នឹងកុហកមួយឆ្នាំមុនហ្នឹងគឺយាយនាងប្រាប់នាងឲ្យដកកញ្ចក់ដៃថាបើដកកញ្ចក់ដៃគ្រប់3ហើយគឺសាតូស៊ីមានសមត្ថភាពបាយអត់អីទេប៉ុន្តែសាតូស៊ីនៅតែបាត់ខ្លួនហើយស្លាប់មីអង្គភ័យមែនតែនពេលឃើញប្អូនស្រីខ្លួនឯងវិកលចរិតចឹងជាអង្គថាមិនភ័យខ្លួនអីទេបើមីអង្គពិត
ជាអត់ដឹងអីមែនក៏នាងមិនធ្វើបាបមីអូនដែរផ្អែកឡើងស៊ីអូនពាក់ខោអាវធ្វើជាបងស្រីខ្លួនឯងទៅរៀនធម្មតាហើយទៅប្រជុំជំនួសបងស្រីនាងធម្មតាពេលមេភូមិមកលេងផ្ទះនាងហ្នឹងនាងក៏ឆ្លេចសួរថាឆ្នាំមុនបងស្រីរបស់នាងស៊ីអូនហ្នឹងបានដកកញ្ចក់ចំនួន3ហើយឯមិនក៏សាតូស៊ីហូជូហ្នឹងវាបាត់ខ្លួនដែរចឹងតែមេភូមិក៏បញ្យល់ថាកញ្ចក់មួយឲ្យខាសៃកញ្ចក់មួយទៀតឲ្យម្ចាស់ហាងកាហ្វេហើយកញ្ចក់ទី3ហ្នឹងគឺឲ្យស៊ីអូនខ្លួនឯងទេមានន័យថាស៊ីអូនអត់បានដកកញ្ចក់ទទួលទណ្ឌកម្មជំនួសសាតូស៊ីទេអញ្ចឹងបានជាសាតូស៊ីត្រូវបដិសេធឲ្យបាត់ខ្លួននិយាយចប់ស៊ីអូនក៏យកកភ្លើងឆក់ហ្នឹងមកឆក់តាមមេភូមិហ្នឹងហើយយកតាមមេភូមិចូលទៅបន្ទប់ក្រោមដីហ្នឹងដែររឿងទី1ដែលនាងសួរតាមមេភូមិហ្នឹងគឺតើសាតូស៊ីនៅមានជីវិតឬក៏អត់មែនទែនទៅស៊ីអូនប្រហែលជាដឹងក្នុងចិត្តដែរថាសាតូស៊ីប្រហែលជាអត់រស់ទេព្រោះថាគេមិនជាមនុស្សទុកប្អូនស្រីឲ្យនៅតែឯងអញ្ចឹងទេបើគេនៅមានជីវិតគឺគេមករកប្អូនស្រីគេបាត់ហើយនាងសួរហ្នឹងប្រហែលជាដោយសារនាងនៅមានកូនចិត្តមួយសង្ឃឹមថាសាតូស៊ីគ្រាន់តែរត់ចេញពីភូមិទេនៅមានជីវិតតែមេភូមិថាសាតូស៊ីហ្នឹងប្រហែលជាស្លាប់បាត់ហើយស៊ីអូងក៏ចាប់ផ្ដើមទៅជា delusional អត់ជឿទេថាបើស្លាប់ហើយណាក៏មានសាកសពដែរក៏គេឃើញសាកសពនៅណាដែរប៉ុន្តែអានេះអត់មានអីសោះតែម្ដងភ្លាមហ្នឹងនាងក៏នឹកឃើញកន្លែងដែលនាងបានយកសាកសពយាយខ្លួនឯងយកទៅចាក់ចោលអាកន្លែងគុករណ្ដៅជ្រៅហ្នឹងពេលទៅដល់នាងស្រែកឈ្មោះសាតូស៊ីទៅស្រាប់តែឃើញមានសមោលសាតូស៊ីចេញមកមែនកន្លែងហ្នឹងអត់ច្បាស់ទេថាហ្នឹងគឺជាខ្មោចសាតូស៊ីមែនទេឬក៏ជាការស្មើសម័យបំភាន់ភ្នែកខ្លួនឯងរបស់ស៊ីអូនស្រែកទៅសមោលរបស់សាតូស៊ីហ្នឹងហើយនិយាយថាគេរស់ដោយគ្មានសាតូស៊ីអត់បានទេ like girlសាតូស៊ីហ្នឹងមិនមែនជាសង្សាររបស់ស៊ីអូនទេគ្រាន់តែធ្វើតែជាមិត្តភក្តិទេមិនមែនតាំងពីមិត្តរួមថ្នាក់ឡើងព្រោះរៀនសាលាខុសគ្នាទៀតជួបគ្នានិយាយគ្នាបានតែប្រហែលដងទៀតតែ sister ក៏ត្រៀមខ្លួនរួចរាល់ក្នុងការលោតចូលទៅក្នុងដៅហ្នឹងដើម្បីបាននៅជាមួយនឹងសាតូស៊ីយ៉ាងណាមិញសមោលសាតូស៊ីហ្នឹងប្រាប់ស៊ីអូនឲ្យបន្តរស់ទៀតទៅកុំស្លាប់អីនាងក៏ស្ដាប់តាមទៀតក្រោយពីបាននិយាយគ្នាជាមួយនឹងសាតូស៊ីហើយពេលដើរទៅវិញស៊ីអូនបានដើរកាត់គុកដែលនាងដាក់បងស្រីនាងនៅក្នុងហ្នឹងហើយឆ្លៀតនិយាយមួយបងស្រីនាងសិនទៀតប្រាប់បងស្រីនាងថានាងរកសាតូស៊ីឃើញហើយគឺនៅក្នុងអានដៅដែលគេយកខ្មោចទៅចោលហ្នឹងមីអូនចេះតែនិយាយស្របតាមប្អូនទៅកុំឲ្យនាងធ្វើបាបតាមពិតមែនតើទៅមីអូនក៏អត់ដឹងខ្យល់អីដែរភ្លាមហ្នឹងស៊ីអូនក៏នឹកឃើញរឿងឈឺចាប់ដែលនាងធ្លាប់ឆ្លងកាត់ដោយសារដៃបងស្រីនាងក៏ខឹងយកជើងទាត់គុកនឹងទាត់យកធ្វើឲ្យមីអូនភ័យខ្លាចយ៉ាងខ្លាំងស្ដីឲ្យមីអូនថាជាមនុស្សកុហកហើយថាសាតូស៊ីស្លាប់ក៏ដោយសារតែពាក្យកុហករបស់មីអូនតែពេលចេញពីគុកនឹងទៅស៊ីអូននៅតែតុបតែងខ្លួនធ្វើជាបងស្រីនាងហើយទៅរៀនធម្មតាពេលនាងនឹកសាតូស៊ីម្ដងស៊ីអូននិយាយជាមួយខ្លួនឯងដូចមនុស្សឈួតអញ្ចឹងនៅតែបន្ទោសមនុស្សជុំវិញខ្លួនទៀតទោះបីជាអ្នកដែលទទួលខុសត្រូវរឿងការបាត់ខ្លួនរបស់សាតូស៊ីហ្នឹងទោះបីជាមនុស្សទាំងអស់ហ្នឹងទៅផុតអស់ហើយក៏នាងនៅតែរកអ្នកផ្សេងមកបន្ទោសដែរចាំពេលហ្នឹងមិត្តភក្តិរបស់បងស្រីនាងកូនទូចមួយឈ្មោះរីកាហ្នឹងមកសុំទឹកស៊ីអ៊ីវពេលដែលស៊ីអូនអោនដួសទឹកស៊ីអ៊ីវឲ្យហ្នឹងរីកាក៏អត់ដឹងយកថ្នាំអីគេទេយកមកបាញ់ដាក់នាងដោយសារពីអ្នកហ្នឹងធ្លាប់និយាយគ្នាប្រមាណដងដែរហើយធ្លាប់បោះការសង្ស័យដាក់គ្នាទៅវិញទៅមកអារឿងលួចចូលអាស្រមរបស់ព្រះភូមិហ្នឹងអញ្ចឹងរីកាក៏ឆ្លោះគ្នាហើយវាយគ្នាជាមួយនឹងស៊ីអូនហ្នឹងតែស៊ីអូនមានធំជាងអញ្ចឹងអាចតដៃជាមួយនឹងរីកាបានស៊ីអូនក៏គំរាមថាចាប់រីកាបានយកទៅបន្ទប់ក្រោមដីហើយធ្វើទារុណកម្មសូមរំលឹកអ្នកទាំងអស់គ្នាម្ដងទៀតថាស៊ីអូនប្រហែលជា14ទៅ15ឆ្នាំរីកាប្រហែលជា11-12ឆ្នាំពេលរីការៀងងើបបានមកវិញនឹងនាងបានឈោងដៃទៅយកកបិតធំមួយនៅចិត្តហ្នឹងជាជាងឲ្យស៊ីអូនចាប់នាងបានហើយយកនាងទៅធ្វើទារុណកម្មរីកាសុកចិត្តទៅខ្លួនឯងរីកាយកកបិតហ្នឹងដាក់ទល់ជាមួយនឹងជាងហើយយកក្បាលរបស់នាងទៅបុកជាមួយនឹងផ្លែកបិតហ្នឹងជាច្រើនដងរហូតដល់នាងបែកក្បាលហើយហូរឈាមស្លាប់ពេលដែលស៊ីអូនសោចអស់ចិត្តទៅនាងក៏យកសាកសពរីកាយកទៅលាក់ហើយទាញទូរស័ព្ទមកទេទៅសាតូកូដែលជាប្អូនស្រីរបស់សាតូស៊ីតាំងពីសាតូស៊ីបាត់ខ្លួនមកសាតូកូហ្នឹងគឺនៅជាមួយនឹងរីកាហ្នឹងពីរនាក់ហ្នឹងនៅផ្ទះមួយគ្នាអញ្ចឹងពេលរីកាមកសុំទឹកស៊ីអ៊ីវហ្នឹងគឺស៊ីអូនហ្នឹងទៅប្រាប់សាតូកូថារីកានៅញ៉ាំបាយណេះហើយឲ្យសាតូកូមកដែរមកតែ
តាមប្រវត្តិមីអងជាមួយនឹងសាតូកូអត់មានត្រូវមកផ្ទះគេអញ្ចឹងទេព្រោះថាមីអងនឹងមានប្រវត្តិធ្លាប់វាយសាតូកូនៅក្នុងថ្នាក់អាហ្នឹងនៅក្នុងថ្នាក់គេហ៊ានវាយប៉ុណ្ណឹងហងតែងំនៅផ្ទះគេវាយប៉ុណ្ណាទៀតប៉ុន្តែដោយសារតែគេគិតថារីកានៅនឹងដែរអញ្ចឹងអត់អីទេបានជាសាតូកូមកផ្ទះរបស់មីអងទៅពេលមកដល់សាតូកូត្រូវជីអងនឹងចាប់ចងនៅលើជ្រៅឆ្កាងនឹងមែនទុកធ្វើទារុណកម្មមែនមីអងឃើញអញ្ចឹងខំវល់ជំនួសសាតូកូថាឲ្យដោះលែងគ្នាទៅគ្នាកូនក្មេងទេធ្វើបាបធ្វើអីជីអងក៏ងាកទៅបងស្រីនាងឲ្យឆ្លើយវិញថាចុះពេលដែរគ្រួសាររបស់នាងធ្វើទារុណកម្មឲ្យសម្លាប់សាតូស៊ីនឹងតើបងស្រីនាងមានវល់កជំនួសសាតូស៊ីដែរអត់ម្យ៉ាងនៅក្នុងភ្នែកជីអនតាំងពីនាងជួបសាតូកូដំបូងតែងតែគិតថាជីវិតរបស់សាតូស៊ីវេទនាដោយសារប្អូនស្រីគេហ្នឹងហើយអញ្ចឹងឥឡូវគេមានឱកាសធ្វើទារុណកម្មហើយជីអនក៏ទាញអាកបិតហ្នឹងមកចាក់លើដងខ្លួនសាតូកូហ្នឹងគ្រប់កន្លែងឲ្យតានាងកាន់តែស្រែកជីអនកាន់តែសប្បាយចិត្តពេលសាតូកូឈឺពេកឡើងស្លាប់ជីអនហ្នឹងក៏ទះកភ្លៀងសាតូកូដល់ភ្ញាក់ឡើងមកវិញបាននាងបន្តចាក់ទៀតនាងចាក់បដាពេលនាងឈប់ចាក់ហ្នឹងក៏នាងនិយាយឌៀមដាមដាក់សាតូកូថាងដោយសារតែសាតូកូហ្នឹងឲ្យធ្វើឲ្យសាតូស៊ីហ្នឹងជីវិតគេធ្វើអីអត់កើតទៅណាមិនកើតលែងមានសេរីភាពសាតូកូកន្លែងហ្នឹងក៏ធ្វើឲ្យគ្នាដឹងកំហុសដែរថាដោយសារតែគ្នាតោងបងប្រុសជាប់ពេកទៅធ្វើឲ្យបងប្រុសខ្លួនឯងសូម្បីតែអីដែលខ្លួនឯងចូលចិត្តលេងក៏លេងកើតទៅណាក៏ទៅអត់កើតតែធ្វើមិនគ្នាអត់មានទីពឹងមានតែបងប្រុសនឹងមួយបើអត់ពឹងទៀតមិនដឹងទៅពឹងណាគេទេមីអូនបានតែមើលពីក្នុងគុកមកទេអត់អាចជួយអីបានទេសាតូកូពេលហ្នឹងគ្នាយំហៅបងដល់ពេលលឺអញ្ចឹងជាអងកាន់តែខឹងទៀតក៏ចាក់នាងដល់ស្លាប់ទៅគាត់តែសាតូកូស្លាប់ភ្លាមជីអនណាគឺ lost it មែនតើណៃបាត់បង់សតិមែនតើណៃឈរយំតឯងសោចតឯងផ្អើលតឯងដូចលែងមានសតិនៅក្នុងខ្លួនហើយស្អែកឡើងនាងបឆោតបានទាំង KG ឲ្យមកចូលនៅដល់កន្លែងគេធ្វើទារុណកម្មនឹងទៀតហើយដូចអ្នកដែលមកមុនគេអញ្ចឹងគឺត្រូវជីអងចាប់ចងរៀបនឹងសម្លាប់ប៉ុន្តែសំហៅគេបញ្ចុះបញ្ចូលជីអងឲ្យដោះលែងគេបានមូលហេតុដែលជីអងព្រមដោះលែងហ្នឹងក៏ដោយសារតែពេលមើលទៅ KG លើកណាក៏គេនឹកឃើញសាតូស៊ីដែរនាងក៏យកអាកាភ្លើងឆក់ហ្នឹងបាញ់ KG ឲ្យស្លាប់ទៅហើយទៅយកបងស្រីនាងចេញពីក្នុងគុកហ្នឹងមកនាងឲ្យបងស្រីនាងដូរខោអាវជាមួយនាងហើយបខំឲ្យមីអងហ្នឹងលោតចូលទៅក្នុងដៅដែលគេបោះខ្មោចចោលមីអងត្រូវប្អូនខ្លួនឯងរុញចូលក្នុងដៅខ្មោចហ្នឹងហើយស៊ីអងហ្នឹងក៏ដើរចូលទៅក្នុងគុកហ្នឹងពេលប៉ូលីសមកដល់ប៉ូលីសជួយស៊ីអងហ្នឹងគិតថាស៊ីអងជាជនរងគ្រោះវិញមករយៈក្រោយពេល KG នៅព្យាបាលនៅពេទ្យនៅឡើយហ្នឹងស៊ីអងឥឡូវហ្នឹងគឺតែងខ្លួនជាមីអងអដែលណាត់គេជួបគ្នាហើយ KG ព្រមទៅមែនដល់ពេលទៅស៊ីអនហ្នឹងក៏ទាញកបិតមួយចាក់ KG ទៅពេលទៅដល់ផ្ទះវិញនាងផ្លាត់ជើងហើយក៏ធ្លាក់ពីលើអាគារស្លាប់តែហើយណាក៏បានទៅជួបសាតូស៊ីដែរអញ្ចឹងនាងក៏សប្បាយចិត្តទៅពេលធ្លាក់ស្លាប់ហ្នឹងរឿងហ្នឹងខ្ញុំគិតថាមានហ្គេមដែរហើយឆ្នាំហ្នឹងគេចេញ season ថ្មីដែរសម្រាប់អ្នកដែលចង់តាមដានរឿងហ្នឹងតចំណងជើងគឺ Higurashi When They Cry